សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់ចែករំលែកទៅអ្នកទាំងអស់គ្នាគឺការ count remove ស្ទួនចេញនៅក្នុង pivot table អញ្ចឹងប្រហែលជាមានគ្នាយើងខ្លះគឺគាត់ត្រូវការប្រើប្រាស់វាអញ្ចឹងតោះឥឡូវយើងទៅមើលវីដេអូទាំងអស់គ្នាអញ្ចឹងយើងមកមើលលើ screen របស់ computer របស់ខ្ញុំអញ្ចឹងខ្ញុំចង់ count នៅលើ column មួយនេះគឺ piano នេះអញ្ចឹងយើងមើលទិន្នន័យហ្នឹងគឺយើងមានស្ទួនគ្នាច្រើនដូចកន្លែងនេះគឺមានស្ទួនគ្នាច្រើនអញ្ចឹងណាអញ្ចឹងខ្ញុំត្រូវការ count វាដោយ remove ស្ទួនចេញអញ្ចឹងណាអញ្ចឹងcount ដោយ remove ស្ទួនហ្នឹងនៅក្នុង pivot table ទៀតអញ្ចឹងយើងទៅបង្កើត tab pivot table គឺយើងចូលទៅ insert បន្ទាប់មកយើង click pivot table នេះ pivot table បន្ទាប់មកដែលជាកន្លឹះសំខាន់ហ្នឹងគឺនេះយើងត្រូវ tick កន្លែងនេះគឺ add this data នេះto the data mode អញ្ចឹងបើយើងអត់ tick ទេគឺយើងអត់មាន function ឬក៏ feature count distinct ហ្នឹងទេឬក៏ count ដែល remove ស្ទួននឹងចេញទេអញ្ចឹងណាអញ្ចឹងតើឥឡូវខ្ញុំ tick វាហើយខ្ញុំចុច OK អូខេអញ្ចឹងអ្វីដែលខ្ញុំត្រូវ count នេះខ្ញុំ count ទៅលើ PR មួយនេះតាមរយៈ period PR period នេះអញ្ចឹងខ្ញុំទាញ PR period ចូលមក row បន្ទាប់មកខ្ញុំទាញ piano មក value អូខេអញ្ចឹងឃើញគ្នាយើងមើលនេះអញ្ចឹងវា count ធម្មតាគឺឃើញទៅដល់470ប៉ុន្តែទិន្នន័យវាគឺអត់ដល់ប៉ុណ្ណឹងទេដោយសារវាស្ទួនគ្នាវាឃើញទៅដល់ប៉ុណ្ណឹងអញ្ចឹងគឺអ្វីដែលខ្ញុំចង់ count នោះគឺ count អាលេខ PR ហ្នឹងមួយទេអញ្ចឹងណាអញ្ចឹងខ្ញុំទៅដូរការ calculate ផងវាអញ្ចឹងខ្ញុំមក click លើវាមកយក value field setting មកបន្ទាប់មកខ្ញុំ scroll មកក្រោមយើងនឹងឃើញពាក្យdistinct count này អញ្ចឹងកន្លែងនេះគឺអាចឲ្យយើង count ដោយ remove ស្ទួនចេញខ្ញុំចុច OK នេះឃើញអត់អញ្ចឹងគឺ data ផិនវាគឺមានតែ11ទេមានតែ11ទេអញ្ចឹងមានតែ11ទេពេលដែលយើង remove ស្ទួនចេញអញ្ចឹងឥឡូវខ្ញុំទៅបង្ហាញគ្នាយើងមួយទៀតដោយអត់ tick អញ្ចឹងខ្ញុំទៅបង្កើត pivot table មួយទៀតអញ្ចឹងខ្ញុំអត់ tick ទេណាអញ្ចឹងខ្ញុំចុច OK អញ្ចឹងយើងយក period PR period ដែរបន្ទាប់មកយើងយក piano ដែរអញ្ចឹងយើង click លើវាមកបន្ទាប់មកយើងយក value field setting មកយើង scroll មកយើងឃើញពាក្យ distinct count ហ្នឹងអត់ឃើញអត់គឺអត់មានទេអញ្ចឹងណាអញ្ចឹងតើតែយើង tick បានយើងឃើញfeature មួយនឹងឬក៏ function មួយនឹងបានអាចប្រើប្រាស់បានអញ្ចឹងកន្លែងនេះយើងមានអញ្ចឹងណាយើងមានអូខេនេះយើងមាន count distinct count ហ្នឹងអញ្ចឹងសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងឯងបើអ្នកទាំងអស់គ្នាគិតថាមានប្រយោជន៍អាចជួយ share បន្តផងឬក៏ like វីដេអូនេះមួយផងអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ